គឺខ្ញុំសប្តាហ៍គឺជាស្ត្រីចង់តលេងសមុទ្រដោយសារខាងតលេងសមុទ្រយូរមែនតើហើយនេះគឺជាទស្សនវិជ្ជាដែលយើងនឹកឃើញសមុទ្រអញ្ចឹងយើងប្រមូលប្តីប្រពន្ធយើងទៅ2នាក់ទេទៅលេងសមុទ្រហើយអីវ៉ាន់ពួកខ្ញុំអត់មានច្រើនទេមានតែគាត់ម្នាក់2 3កាផ្លេហ្នឹងឯងពួកយើងទៅតែ1ថ្ងៃ2ថ្ងៃអញ្ចឹងណាហើយខ្ញុំក៏ឡានឡារីតាហើយឥឡូវយើងកំពុងទៅចាំឡានឡារីតាគាត់មកទទួលយើងដោយសារផ្លូវយើងគឺផ្លូវទៅកំពង់សោមហ្មងអញ្ចឹងគាត់ជីកាត់ផ្លូវហ្នឹងគឺយើងនៅចាំគាត់នៅហ្នឹងហ្មងហើយកំពុងអង្គុយចាំគាត់ហ្នឹងគឺយើងឃើញយើងធំមែនតើហើយនឹងគឺយើងទៅដល់បេនរបស់ឡារីតាហើយចូលបន្ទប់ទឹកចូលអីចឹងទៅហើយក៏យើងអាចបន្តដំណើរតទៅទៀតហើយយើងជិះរយៈពេល2-3ម៉ោងបានទៅដល់កំពង់សោមចឹងនឹងគឺជាទស្សនវិជ្ជាតាមដងផ្លូវដែលយើងចេញពីពេញទៅបងប្អូនទាំងអស់គ្នាហើយពេលយើងចេញពីពេញទៅយើងឈប់នៅតាមគេហៅអីហ្នឹងគេហៅចំណតឡានដើម្បីសម្រាប់ទិញអីញ៉ាំជុំទឹកអីមកតាមទៀតបន្តមកទៀតគឺយើងចាប់ដើមចេញដំណើរម្ដងទៀតឆ្ពោះទៅកំពង់សោមហើយនឹងគឺជាទស្សនវិជ្ជាតាមដងផ្លូវតែខ្ញុំនឹងគ្រូសាខ្ញុំបានទៅអញ្ចឹងណាខែហ្នឹងវារៀងក្តៅបន្តិចបាត់អីទេយើងមានទេសភាពពេលរៀងអត់សូវសម្បូរព្រៃទេដោយសារវាក្តៅចឹងតែបើសិនជាខែត្រជាក់ប្រហែលជាអាចស្បូរពណ៌ខៀវស្ងាត់ជាងហ្នឹងហើយបន្តមកទៀតពួកខ្ញុំក៏ទៅដល់កំពង់សោមពេលដល់កំពង់សោមហ្នឹងគឺពួកខ្ញុំបាន booking ជាមួយនឹងភាសានេះគឺភាសាហើយជាដំបូងពួកខ្ញុំបានទៅផ្សារលើដើម្បីទិញរបស់ញ៉ាំដូចជាបកាងាវក្តាមអីចឹងទៅហើយឲ្យគេធ្វើម្ហូបនៅកន្លែងហ្នឹងហ្មងហើយឆ្លៀតពេលឲ្យគេធ្វើម្ហូបហ្នឹងគឺខ្ញុំគឺដើរតាំងដើម្បីទៅរកអីផ្សេងញ៉ាំតែគឺកាលេចណាឃើញបង្អែមមួយនេះតែបង្អែមហ្នឹងយកទៅគឺញ៉ាំបាត់ទេតែមូលហេតុអីយ៉ាងខ្ញុំប្រាប់តាមក្រោយហើយបន្តមកទៀតគឺខ្ញុំចាប់ដើមកក់ទុកតាម WhatsApp ហ្នឹងដើម្បីចេញដំណើរទៅសន្តាគារគឺយើងទៅស្នាក់នៅសុខាហូតែលនៅតាមនៅសន្តាគារសុខាបងប្អូនទាំងអស់គ្នានេះយើងទៅដល់សុខាហើយអ្នកដឹកគាត់ជួនយើងទៅកន្លែងយើងស្នាក់នៅប៉ុន្តែមុនទៅដល់កន្លែងយើងស្នាក់នៅហ្នឹងគឺគាត់ជិះជូនយើងដើរលេងប្រជុំនៅសន្តាគារហ្នឹងគឺធំប៉ុន្មានដែរបងគឺផ្ទៃដី23ហិកតាគឺធំដែរដើរអត់ចង់សោកទេចឹងគេជូនឡានអង្គុយចឹងជូនយើងទៅដើរជុំវិញសន្តាគារដើរលេងចឹងហ្នឹងណាយើងមើលអស់អ៊ំចឹងទេងាប់ឲ្យហត់មែនតើហ្មងពួកអីច្រើននេះពួកខ្ញុំចាប់ដើមតបពីដែរហើយពួកខ្ញុំចាប់ដើមទៅកន្លែងគេនេះពីអ្នកដេពុនអត់មានកូនទេគឺតែ fresh សាហាវហ្នឹងហើយបងចាំមើលពាក្យពីបន្តទៀតឥឡូវខ្ញុំកាត់បានតែប៉ុណ្្នឹងឯងចឹងបងចាំមើលពាក្យពីបន្តទៀតពួកខ្ញុំទៅណាខ្លះក្នុងអាទិត្យមុននេះអរគុណច្រើន